យើងគ្រប់គ្នាតែងតែបង្រៀនគ្នាថាគួរតែចេះរៀនលះអារម្មណ៍មិនគួរបង្ហាញអារម្មណ៍ឲ្យគេដឹងថាយើងនឹងមានអារម្មណ៍បែបណាខ្លះនោះទេចំពោះស្ថានភាពមួយចំនួនពីព្រោះយើងនាំគ្នាយល់ថាការបង្ហាញឲ្យគេដឹងអំពីអារម្មណ៍របស់យើងវានឹងធ្វើឲ្យគេមើលមកថាយើងនឹងអត់មានសមត្ថភាពចេះគ្រប់គ្រងអារម្មណ៍ការបណ្ដុះផ្នត់គំនិតឲ្យយើងនឹងធ្វើជាមនុស្សខ្លាំងរឹងមាំចេះលះអារម្មណ៍បែបហ្នឹងវានឹងធ្វើឲ្យយើងមានលទ្ធភាពអាចបង្ការខ្លួនឯងពីការឈឺចាប់ផ្សេងៗឬក៏បង្ការការខកចិត្តឬការស្ដាយក្រោយនានាដែលអាចកើតមានឡើងនៅពេលដែលអ្នកដទៃគាត់ដឹងចិត្តរបស់យើងឬក៏ដឹងពីអារម្មណ៍របស់យើងខ្ញុំយល់ថាផ្ទុយទៅវិញការលះអារម្មណ៍ទាំងអស់ហ្នឹងតាមពិតទៅវាមានតែផ្ដាច់ខ្លួនយើងចេញពីអ្នកដទៃឬក៏ធ្វើឲ្យយើងនឹងកាន់តែឃ្លាតកាន់តែឆ្ងាយពីអ្នកជុំវិញខ្លួនជាពិសេសមនុស្សសំខាន់ៗដែលមានតម្លៃនៅក្នុងជីវិតរបស់យើងចំណុចសំខាន់ដែលយើងត្រូវយល់ឲ្យបានច្បាស់អំពីអារម្មណ៍នេះគឺថាអ្វីដែលយើងមាននៅក្នុងចិត្តហ្នឹងមិនថាយើងប្រឹងលាក់ឬក៏ប្រឹងមិនបញ្ចេញបង្ហាញយ៉ាងណាក៏ដោយអារម្មណ៍ទាំងអស់ហ្នឹងវានឹងមិនរលាយខ្សលទៅណានោះទេផ្ទុយទៅវិញវាមានតែកាន់តែដិតដាមនិងបង្កប់ខ្លួនកាន់តែជ្រៅនៅក្នុងជម្រៅចិត្តរបស់យើងបើសិនជាយើងមិនប្រឹងរកវិធីរំសាយវាចេញពីខ្លួនអារម្មណ៍ខឹងអារម្មណ៍ស្រឡាញ់ហួងហែងអារម្មណ៍អន់ចិត្តក៏តូចចិត្តឬក៏អារម្មណ៍ចំណែនផ្សេងទាំងអស់ហ្នឹងដែលយើងអាចកើតមាននៅក្នុងចិត្តបើយើងមិនចេះរំសាយឬក៏បញ្ចេញវាមកហើយបែរជាចេះតែប្រឹងសង្កត់ឬក៏បង្កប់វាគ្របចិត្តឈឹងមិនបង្ហាញចេញឲ្យគ្រួសារមិត្តភ័ក្តិឬក៏ជាពិសេសក្នុងន័យស្នេហាដៃគូរបស់យើងបានដឹងទេអារម្មណ៍ទាំងអស់នោះវានឹងចាប់ផ្ដើមសន្សំបន្តិចម្ដងហើយដុះដាលច្រើនទៅរហូតវាអាចមានលទ្ធភាពបន្តទៅចាតពលហុចផលជាអវិជ្ជមានទៅកាន់ផ្នត់គំនិតការគិតរបស់យើងលែងសុក្រិតបាត់បង់ការអភ័យឲ្យគ្នាកាន់តែច្រើនផលអវិជ្ជមានធ្ងន់ធ្ងរជាងនឹងទៀតនោះគឺវានឹងចាតពលទៅកាន់អរិយាបថឬក៏អកប្បកិរិយាដែលពីមួយថ្ងៃទៅមួយថ្ងៃអកប្បកិរិយារបស់យើងអាចនឹងកាន់តែប្រកាន់ច្រើនឬក៏ចាប់ផ្ដើមលឺលួសដោយចេតនាឬក៏អចេតនាជាច្រើនឡើងជារៀងរាល់ថ្ងៃបើសិនជាយើងកាន់តែមិនដោយខ្លួនមើលរំលងអារម្មណ៍ទាំងអស់ហ្នឹងមិនព្រមបញ្ចេញមិនព្រមសម្ដែងឲ្យដឹងឬក៏រំសាយឲ្យចេញមកទេវានឹងកាន់តែធ្វើឲ្យយើងត្រូវទ្រាំបៀមកាន់តែលំបាកយូរទៅវានឹងធ្វើឲ្យយើងកើត stress អារម្មណ៍របស់យើងអាចឆេវឆាវធុញទ្រាន់អារម្មណ៍ឯកាក៏ចាប់ផ្ដើមកើតជាបន្តបន្ទាប់មិត្តភាពមនុស្សចេតនាគឺអាចនឹងចាប់ផ្ដើមរង្គោះរង្គើ